ក្មេងប្រុសយកកាំបិតអាសាច់ជៀមយ៉ាងលឿនសាច់ក៏របូតមកយ៉ាងស្អាតឯជៀមនៅតែស៊ីស្មៅធ្វើដូចគ្មានរឿងអ្វីស្របពេលនោះឪពុកក៏បានឃើញមិនចាំយូរក៏បញ្ជូនគេទៅហាងសាច់ញាតិលំដាប់កាយ3 10 ឆ្នាំកន្លងផុតទៅស្មានតែធំឡើងគេខ្លាចជាចុងភៅធំតែបែរជាមកធ្វើស៊ុបហិរនៅផ្ទះបាយទៅវិញតែដោយសារស្នាដៃដ៏ចំណានរបស់គេតាក់ទាញបានអតិថិជនជាច្រើនមកញ៉ាំតែដល់ថ្ងៃបើកប្រាក់ខែសាច់ញាតិម្នាក់នេះគិតថានេះជាស្នាដៃរបស់ចុងភៅកាយ3ថែមទាំងថាបំណិនគេធ្វើឲ្យហាងធ្លាក់ពោលហើយបើកលុយឲ្យតែ2000ប្រាក់ខែនេះតាមពិត2005កាត់ថ្លៃហូបចុកស្នាក់នៅសល់2003ពីមុនប្រាប់ថាមិនកាត់ថ្លៃស្នាក់នៅទេបើកលុយឲ្យហើយនៅហ៊ានមកទៀតស៊ីដេកផ្ទះអញមានបាយហូបហើយកាត់ប៉ុន្មានរយនឹងថាម៉េចត្រឹមអ្នករងាស់ស៊ុបហិរសោះបាន2000នឹងគួរតែអត់ទៅកុំចង់បានហួសមៀតពេកកុំគិតច្រើនពេកបើកុំតែអាណិតឃើញកំព្រាទេអញមិនទុកឯងឲ្យញ៉ៃញ៉ៃទីនេះទេលោកពូគឺស៊ុបដែលខ្ញុំរងាស់តើញៀវច្រើនណាស់មកញ៉ាំតែស៊ុបនឹងនៅមានមុខមកនិយាយពីស៊ុបទៀតឯងដឹងទេទីនេះគឺភោជនីយដ្ឋានលំដាប់កាយ5មិនមែនកន្លែងលក់តាមចិញ្ចើមផ្លូវទេអាឡូលោកគ្រូពេទ្យថាម៉េចជំងឺធ្វើទុកខ្លាំងត្រូវការលុយប៉ុន្មាន2005បាតខ្ញុំនឹងរកវិធីឥឡូវនេះអូនស្រីខ្ញុំត្រូវការលុយពេទ្យបន្ទាន់សូមអង្វរកុំកាត់ប្រាក់ខែខ្ញុំអីបានទេខ្ញុំសន្យានឹងធ្វើការឲ្យច្រើនដើម្បីរកលុយសងវិញហើយសម្ដែងរឿងកំសត់មែនទេប្រាប់ឲ្យដឹងអញមិនខ្វល់ទេប្អូនឯងឈឺវាមិនពាក់ព័ន្ធនឹងពួកយើងទេអញ្ចឹងក៏បានខ្ញុំឈប់ធ្វើការហើយលុយកក់1000កាលខ្ញុំចូលធ្វើការសូមប្រគល់ឲ្យខ្ញុំវិញមកឈប់ធ្វើក៏ល្អសូមឈប់ខ្លួនឯងត្រូវកាត់លុយកក់ទាំងអស់ហេតុអីអ្នកទាំងពីរធ្វើហួសហេតុម្លេះសូម្បីលុយកក់ក៏កាត់ដែរអញចង់តែកាត់បើខ្លាំងឯងទៅប្តឹងក្រសួងការងារទៅល្អចំណាំទុកទៅលុយកក់ខ្ញុំក៏មិនយកដែរគ្រាន់តែប្រាប់ថាគុំស្ដាយក្រោយឲ្យសោះនៅហ៊ានគំរាមទៀតអញចង់ដឹងណាស់ត្រឹមអ្នកលក់ស៊ុបហិរដូចឯងអាចធ្វើស្អីចេញទៅហឺអាមនុស្សមិនស្គាល់ទៀបខ្ពស់ទៅបាត់ទៅស្រឡះមុខបងប្រុសខ្ញុំសុំទោសមកពីខ្ញុំទៅបងពិបាកធ្វើឲ្យបងត្រូវបាត់បង់ការងារទៀតក្មេងល្ងងឯងជាសាច់ញាតិតែមួយរបស់បងមិនឲ្យបងមើលថែឯងមើលថែអ្នកណាកុំគិតផ្ដេសផ្ដាសជំងឺឯងមុខតែជាទេសម្រាប់ឲ្យបានច្រើនទៅបងសន្យាបងនឹងនាំឯងចេញពីទីនេះទៅរស់នៅផ្ទះធំមានបង្អួចធំលោកតាប៉ាម៉ាក់មកពីខ្ញុំអន់ទើបធ្វើឲ្យប្អូនត្រូវរងទុក្ខចាប់ពីថ្ងៃនេះទៅខ្ញុំនឹងយកស្នាដៃស៊ុបហិរគ្រួសារយើងមកផ្សព្វផ្សាយខ្ញុំត្រូវរកលុយមើលជំងឺប្អូនស្រីខ្ញុំនឹងធ្វើឲ្យអ្នកមើលងាយយើងជិះជាន់យើងឲ្យស្ដាយក្រោយទាំងអស់ព្រលឹងរបស់ស៊ុបហិរគឺទឹកស៊ុបត្រូវប្រើសាច់ចៀមនិងសាច់គោស្រស់រងាស់គ្រឿងផ្សំមានផ្សិតផ្កាចិនមិនអាចខ្វះបានអែមម្សៅត្រូវតែប្រើម្សៅស្វិតទើបឆ្ងាញ់តែក្នុងហោប៉ៅសលុយជាង100សោះត្រូវតែសន្សំទើបបាននេះក្មួយឆេនតើមករកអីនឹងមិនទិញសាច់ទៅធ្វើស៊ុបទេអីស៊ុបក្មួយមីងធ្លាប់ញ៉ាំហើយពិតជាឆ្ងាញ់ណាស់អ៊ំស្រីខ្ញុំបានឈប់ពីហាងហ្វូម៉ាន់គឺហើយឈប់ហើយហេតុអីទៅស្នាដៃក្មួយឯងមនុស្សជាច្រើនទៅញ៉ាំតើមីងងឺថាលោកពូអ្នកមីងចិត្តខ្មៅរបស់ក្មួយកាត់ប្រាក់ខែក្មួយរហូតនឹងមែនទេយកទៅមីងដឹងថាក្មួយលំបាកសាច់នេះចាត់ទុកថាមីងឲ្យក្មួយចោះចាំថ្ងៃក្រោយក្មួយមានបានសឹមហៅមីងញ៉ាំស៊ុបទៅយកទៅក្មួយសម្លាញ់មិនងាយដាច់ពោះស្លាប់ទេអរគុណណាស់អ៊ំស្រីនិងពូមីងទាំងអស់គ្នាសេចក្តីល្អមួយនេះខ្ញុំនឹងចងចាំអស់មួយជីវិតចាប់ផ្ដើមលោកតាធ្លាប់ប្រាប់ថាស៊ុបហិរបើចង់ឲ្យម្សៅស្វិតល្អត្រូវតែសង្កត់និងវាច្រើនដងមានតែធ្វើបែបនេះទើបទទួលបានរសជាតិម្សៅល្អបំផុតបងប្រុសបងកំពុងរងាស់អីហ្នឹងឈ្ងុយម្លេះនាងលក់មើលស៊ុបដែលបងទើបរងាស់មើលឆ្ងាញ់ខ្លាំងណាស់
ខ្ញុំមានអារម្មណ៍ថាជំងឺជាពាក់កណ្ដាលបាត់ទៅហើយគ្រឿងផ្សំស៊ុបនេះគឺជារូបមន្តប្រចាំត្រកូលយើងបងមិនជឿថាបងមិនអាចយកវាទៅពង្រីកបានទេព្រះឲ្យអ្នកណាធ្វើម្ហូបនឹងឈ្ងុយម្លេះមែនហើយដូចជាក្លិនស៊ុបសាច់អញ្ចឹងក្លិននេះដូចជាចេញពីបន្ទប់ជួលបងប្អូនកុំសត់ពីអ្នកនោះទេតាkhiមកដល់នេះបងលីនមើលកាបូបនេះអូនស្ពីស្អាតឬក៏កាន់ស្អាតជាងស្អាតទាំងអស់ហ្នឹងថៅកែប្រុសថៅកែស្រីវីវហើយមានរឿងអីគឺភ្ញៀវនឹងណាភ្ញៀវកំពុងតែលោឡាចង់ជួបអ្នកទាំងពីរតោះនាំពួកយើងទៅមើលទៅអញប្រាប់ហើយមិនញ៉ាំអាម្ហូបអឺរ៉ុបអីហ្នឹងទេចង់ញ៉ាំតែស៊ុបហិរក្តៅនោះស៊ុបនៅឯណាយកមកឲ្យអញភ្លាមអូនេះលោកចៅតាអ្នកណាធ្វើឲ្យខឹងនឹងហឺឯងមកដល់ល្មមស៊ុបហិរដែលខ្ញុំតែងតែញ៉ាំនោះនៅឯណាឆាប់លើកមកភ្លាមមកលោកចៅចង់ញ៉ាំស៊ុបមិនពិបាកទេហាងយើងទៅតែចូលស្តុកយិនសិនព្រៃចាងប៉ាយសានលេខ1ខ្ញុំឲ្យចុងភៅរៀបចំជូនភ្លាមស៊ុបពៅកម្លាំងពិសេសមែនហើយលោកចៅសាក់ភ្លក់មើលទៅនេះចុងភៅដែលយើងជួលថ្លៃណាស់ធ្វើគាត់រំញ៉េះផ្ទាល់ដៃតែម្ដងធានាថាឆ្ងាញ់អូយលោកចៅនេះលោកអញថាចង់ញ៉ាំស៊ុបហឺពួកឯងស្ដាប់ភាសាមនុស្សមិនបានទេអីយកអាស៊ុបឈួតអីនេះមកឲ្យអញហាងឯងរកស៊ីរបៀបនេះមែនទេថៅកែលីនយើងធ្វើកាតដោយសារបរិយាកាសនិងដោយសាររសជាតិស៊ុបនោះទេមែនអ្នកណាញ៉ាំអាស៊ុបស្អីរបស់ឯងនេះលោកចៅអ្នកទាំងអស់គ្នាសូមកុំខឹងអីសុំទោសពិតមែនគឺស៊ុបហឹរនោះយើងលែងមានលក់ហើយហេតុអីទៅគឺស៊ុបនោះប្រៃហើយហឹរមិនសមនឹងហាងយើងអញ្ចឹងពួកយើងក៏ដេញអាអ្នករំញ៉ាស៊ុបនោះចេញបាត់ហើយថាម៉េចអាមនុស្សល្ងងទាំងពីរហ៊ានដេញចុងភៅដ៏ចំណាននោះចេញបើមិនមែនដើម្បីស៊ុបដ៏ឆ្ងាញ់នោះទេអញក៏មិនខ្ជះខ្ជាយពេលមកហាងអនឯងដែរត្រូវហើយទុកពាក្យសម្ដីនេះទៅថ្ងៃស្អែកមុនម៉ោងបាយថ្ងៃត្រង់បើខ្ញុំនៅតែមិនបានញ៉ាំស៊ុបហឹរនេះពួកយើងនឹងសុំលុយសមាជិកភាពយូរអង្វែងវិញទាំងអស់មកពីអាល្អតឆេននឹងអញដាច់ខាតមិនលែងគេទេលក់ស៊ុបហឹរហើយស៊ុបហឹររូបមន្តប្រចាំត្រកូលមួយចានត្រឹមតែ3រៀលឆ្ងាញ់ហើយឆ្អែតទៀតតាកាត់សូមកុំមើលរំលងមកសាករសជាតិស៊ុបហឹរគ្រួសារយើងសិនមកចំនួនណាទៅហើយនៅមកញ៉ាំអាខាប់នឹងទៀតឃើញក៏ទ្រាន់ដែរក៏ខ្វក់ទៀតបងប្រុសគិតមិនទៅគ្មានអ្នកណាមកទិញស៊ុបយើងញ៉ាំតតែសោះកុំបារម្ភអីបងជឿថារបស់ល្អគង់តែមានអ្នកស្គាល់ទេបងប្រុសនេះជាស៊ុបហឹរខេត្តហ៊ឺណានមែនទេបាទរសជាតិដើមតែម្ដងបងប្រុសយកមួយចានមកសាកមើលចាំបន្តិចគឺរសជាតិនឹងហើយយូរឆ្នាំមកហើយខ្ញុំមិនដែលបានញ៉ាំស៊ុបឆ្ងាញ់បែបនេះទេដូចម៉ាក់ខ្ញុំធ្វើបេះបិទតែម្ដងថៅកែខ្ចប់ឲ្យខ្ញុំ5ចានទៀតខ្ញុំយកទៅឲ្យមិត្តរួមការងារភ្លក់ដែរក្រុមហ៊ុនខ្ញុំមានអ្នកខេត្តហ៊ឺណានច្រើនណាស់បងបើកឆាកហើយលាហើយថៅកែបងប្រុសបងមើលណែម៉ួយទី1ចំណេញបាន20រៀលហើយនេះគ្រាន់តែជាការចាប់ដើមទេទៅមុខទៀតបងនឹងរកបានច្រើនជាងនេះ100រៀល1000រៀលគិតមិនទៅលោកចៅស្អែកចង់ញ៉ាំស៊ុបនឹងហើយបើមិនបានញ៉ាំគេនឹងលុបកាត់ចោលមកពីឯងនឹងហើយចេះតែចង់ដេញវាចេញឥឡូវយ៉ាងម៉េចហើយលើកថ្មទម្លាក់សង្កត់ជើងខ្លួនឯងហើយកុំភ័យខ្ញុំស៊ើបដឹងអស់ហើយអាប្រកាច់នឹងកំពុងលក់នៅផ្លូវទិសខាងលិចមែនហ៎អញ្ចឹងប្រញាប់ទៅឲ្យវា10000ទៅទិញឆ្នាំងនឹងរូបមន្តវាមកវិញមកហ่ะ10000ហ៎អាស៊ុបអន់នឹងមិនសមទេឲ្យតែ3000ចាត់ទុកថាលើកដំកើងវាហើយអាអ្នកក្រឲ្យតែឃើញលុយប្រកាសជាលោត្របាក់ដូចឆ្កែឃើញឆ្អឹងអញ្ចឹងអញថាឲ្យក្លិនស្អីពេញមួយផ្លូវនឹងតាមពិតគឺបងប្អូនកុំសត់ពីអ្នកឯងសោះពូនឹងមីងមកធ្វើអីខ្ញុំលក់នៅទីនេះមិនបានរំខានការរកស៊ីពូមីងទេឆេនកុំថាពូមិននឹកងារទឹកចិត្តចាស់ឲ្យសោះនេះ3000ទិញឆ្នាំងកញ្ចាស់ឯងនេះនឹងរូបមន្តស៊ុបនឹងយកលុយហើយឆាប់ទៅឲ្យបាត់ទៅថ្ងៃក្រោយកុំឲ្យអញឃើញមុខឯងទៀតបងលោកតាធ្លាប់ប្រាប់ថារូបមន្តគ្រួសារយើងជាកេរដំណែលមានតម្លៃជាងមាសទៅទៀតមិនអាចលក់ឲ្យអ្នកដែលមើលងាយវាទេចង់ទិញរូបមន្តហោយកសពទៅរូបមន្តគ្រួសារខ្ញុំនឹងឆ្នាំងមួយនេះគឺលោកតាបន្សល់ទុកជាឫសគល់របស់ពួកយើងកុំថាឡើយ3000ទោះ30000ឬ30000លក់ឲ្យអ្នកណាក៏មិនលក់ឲ្យមនុស្សដែលមិនឲ្យតម្លៃស្នាដៃដូចពួកអ្នកដែរឯងអាប្រកាច់យកបានចិត្តណាស់នឹងទុកមុខហើយមិនចង់បានមុខ